អន្ទាក់យុទ្ធសាស្ត្រមជ្ឈមបូព៌ាដែលការសងសឹករបស់អ៊ីរ៉ង់កំពុងរុញច្រានមិត្តអារ៉ាប់ឲ្យទៅរកសត្រូវរបស់ខ្លួនមែនដែរឬទេក្នុងស្ថានភាពនយោបាយបច្ចុប្បន្នវាហាក់ដូចជាមានការរៀបចំយុទ្ធសាស្ត្រយ៉ាងម៉ត់ចត់ពីសំណាក់អ៊ីស្រាអែលនិងអាមេរិកដើម្បីដាក់សម្ពាធឲ្យអ៊ីរ៉ង់ដើរខុសជំហាននៅពេលដែលអ៊ីរ៉ង់រងការវាយប្រហារលើមន្ត្រីជាន់ខ្ពស់ឬមជ្ឈមណ្ឌលយោធារបស់ខ្លួនអ៊ីរ៉ង់តែងតែមានសម្ពាធក្នុងស្រុកនិងក្នុងតំបន់ឲ្យធ្វើការសងសឹកវិញប៉ុន្តែបញ្ហានៅត្រង់ថាការសងសឹកនេះជារឿយៗបានប៉ះពាល់ដល់សន្តិសុខរបស់បណ្ដាប្រទេសអារ៉ាប់ជុំវិញខ្លួនទៅវិញ1អន្ទាក់នៃការសងសឹកនិងការបាត់បង់ទំនុកចិត្តយុទ្ធសាស្ត្របំបែកដើម្បីគ្រប់គ្រងត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យអ៊ីរ៉ង់ក្លាយទៅជាសត្រូវរួមនៅពេលអ៊ីស្រាអែលវាប្រហារលើគោលដៅអ៊ីរ៉ង់ច្រើនតែឆ្លើយតបតាមរយៈការបាំងមីស៊ីលឬដ្រូនដែលឆ្លងកាត់ដែនអាកាសរបស់ប្រទេសអារ៉ាប់ដូចជាហ្សកដានីអ៊ីរ៉ាក់និងអារ៉ាប៊ីសោតការរំលោភអធិបតេយ្យភាពនៅពេលអ៊ីរ៉ង់ប្រើប្រាស់ដែនអាកាសប្រទេសជិតខាងដោយគ្មានការអនុញ្ញាតវាគឺជាការរំលោភអធិបតេយ្យភាពប្រទេសអារ៉ាប់ទាំងនោះមានអារម្មណ៍ថាអ៊ីរ៉ង់មិនបានផ្ដល់តម្លៃដល់សន្តិសុខរបស់ពួកគេឡើយដែលនេះជាចំណុចដៅរបស់អាមេរិកនិងអ៊ីស្រាអែលចង់ឲ្យកើតមានឡើងមកផុតដើម្បីបំបែកបំបាក់សាមគ្គីភាពក្នុងតំបន់2ទីហោជាក់ស្ដែងនៃចំនួនប្រដាប់អាវុធផ្ទាល់ព្រឹត្តិការណ៍ខែមេសាឆ្នាំ2024អ៊ីរ៉ង់បានបាញ់ដ្រូននិងមីស៊ីលធ្លាប់ព្រួយក្រកសម្ដៅទៅអ៊ីស្រាអែលជាលទ្ធផលប្រទេសហ្សកដានីបានបង្ខំចិត្តបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់មួយចំនួនដើម្បីការពារដែនអាកាសរបស់ខ្លួននេះជាជោគជ័យយុទ្ធសាស្ត្រសម្រាប់អាមេរិកដែលបង្ហាញថាសូម្បីតែប្រទេសអារ៉ាប់ក៏ជួយការពារអ៊ីស្រាអែលពីអ៊ីរ៉ង់ដែរព្រឹត្តិការណ៍ខែមីនាឆ្នាំ2026ក្នុងសប្តាហ៍នេះពិភពលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរដ្ឋាភិបាលកាតាបានបង្គាប់ឲ្យសេនានុព័ន្ធយោធានិងមន្ត្រីសន្តិសុខអ៊ីរ៉ង់ចាក់ចេញពីប្រទេសជាបន្ទាន់កាតាដែលធ្លាប់ជាស្ពានការទូតតែមួយគត់របស់អ៊ីរ៉ង់បានសម្រេចចិត្តផ្ដាច់ចំណងយោធាបន្ទាប់ពីមានការសង្ស័យលើការជ្រៀតជ្រែកសន្តិសុខនិងសម្ពាធពីអាមេរិកការបាត់បង់កាតាគឺជាការបាត់បង់ដង្ហើមចុងក្រោយរបស់អ៊ីរ៉ង់ក្នុងតំបន់ឈូងសមុទ្រចំនួនវាលហ្គាសភាពតានតឹងលើការទាមទារកម្មសិទ្ធិវាលហ្គាសអារ៉ាស់ដូរ៉ាបានរុញច្រានឲ្យមានការដាក់ពង្រាយកម្លាំងយោធាប្រឈមមុខគ្នាដែលធ្វើឲ្យអារ៉ាប់មើលឃើញថាអ៊ីរ៉ង់ជាអ្នករំលោភបំពានធនធានសេដ្ឋកិច្ចរបស់ពួកគេ3ការយកឃើញពីការគំរាមកំហែងពិតប្រាកដសម្រាប់អារ៉ាប៊ីសាអូឌីតអារ៉ាប់រូឬកាតាសត្រូវដែលពួកគេបារម្ភបំផុតគឺភាពចលាចលប្រសិនបើអ៊ីរ៉ង់វាយតបតហើយធ្វើឲ្យប៉ះពាល់ដល់នវានុព្រៃឬសន្តិសុខដែនអាកាសនោះប្រទេសអារ៉ាប់នឹងមើលឃើញថាអ៊ីរ៉ង់គឺជាអ្នកបង្កចំណែកឯអាមេរិកគឺជាអ្នកការពារយុទ្ធសាស្ត្រវាយឲ្យខឹងរួចឲ្យវាយតបតខុសគោលដៅរបស់អ៊ីស្រាអែលបានធ្វើឲ្យអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពឯកោទាំងស្រុង4ការចំណេញរបស់អាមេរិកនិងអ៊ីស្រាអែលការពង្រឹងសម្ព័ន្ធភាពយោធារុញច្រានឲ្យអារ៉ាប់ទិញអាវុធនិងប្រព័ន្ធការពារមីស៊ីលពីអាមេរិកកាន់តែច្រើនការធ្វើឲ្យអ៊ីរ៉ង់ក្លាយទៅជាសត្រូវរួមបង្វែរការចាប់អារម្មណ៍ពីបញ្ហាកាហ្សាមកលើបញ្ហាការឈ្លានពានរបស់អ៊ីរ៉ង់វិញយុទ្ធកម្មនៃសម្ព័ន្ធភាពការដែលកាតាដេញមន្ត្រីយោធាអ៊ីរ៉ង់ចេញគឺជាភ័ស្តុតាងថាសូម្បីតែមិត្តជិតស្និទ្ធបំផុតក៏មិនអាចទទួលយកទង្វើរបស់អ៊ីរ៉ង់បានដែរសរុបរួមមកអ៊ីរ៉ង់កំពុងដើរលើបន្ទាត់ដ៏គ្រោះថ្នាក់បំផុតបើមិនវាយតបតក៏បាក់មុខបើវាយតបតខ្លាំងពេកក៏អាចធ្លាក់ចូលក្នុងអន្ទាក់យុទ្ធសាស្ត្រដែលធ្វើឲ្យខ្លួនឯងដាច់ឆ្ងាយពីប្រទេសអារ៉ាប់ព្រឹត្តិការណ៍នៅកាតាក្នុងខែមីនាឆ្នាំ2026នេះគឺជាគោលដៅចុងក្រោយដែលបុកចូលទៅក្នុងមឈូសនៃសន្តិភាពតំបន់ប្រសិនបើអ៊ីរ៉ង់មិនអាចគ្រប់គ្រងកំហឹងនិងយុទ្ធសាស្ត្រឆ្លើយតបឲ្យបានម៉ត់ចត់នោះទេនោះអ៊ីរ៉ង់នឹងក្លាយជាជនរងគ្រោះនៃយុទ្ធសាស្ត្រអាមេរិកនិងអ៊ីស្រាអែលបានរៀបចំទុកជាមុនយ៉ាងល្អឥតខ្ចោះពីខ្ញុំបាទ 84 Today ប្រសិនបើលោកអ្នកចង់ទទួលបានព័ត៌មានថ្មីៗអំពីពិភពលោកបច្ចេកវិទ្យានិងព្រឹត្តិការណ៍សំខាន់ៗសូមកុំភ្លេចតាមដាន Channel YouTube និង Facebook Page 84 Today